ក្នុងនាមជាឪពុកម្ដាយយើងមានមោទនភាពយ៉ាងខ្លាំងចំពោះសិស្សទាំងអស់ដែលបានបញ្ចប់ការសិក្សាទុតិយភូមិសូមចងចាំថាការគាំទ្រនិងសេចក្តីស្រឡាញ់ពីឪពុកម្ដាយគឺគ្មានលក្ខខណ្ឌចំពោះកូនទាំងអស់ពួកយើងនឹងនៅជាមួយកូនជានិច្ចដើម្បីគាំទ្រនិងលើកទឹកចិត្តដល់កូនទាំងអស់ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងនិងអស្ចារ្យបំផុតសម្រាប់ខ្ញុំដែលទទួលបានឱកាសឡើងថ្លែងចំណាប់អារម្មណ៍ក្នុងកម្មវិធីជំនួបសិស្សនិទេស A ឆ្នាំសិក្សា2024-2025ដ៏រីករាយនេះក្នុងនាមជាឪពុកម្ដាយយើងមានមោទនភាពយ៉ាងខ្លាំងចំពោះសិស្សទាំងអស់ដែលបានបញ្ចប់ការសិក្សាទុតិយភូមិសូមចងចាំថាការគាំទ្រនិងសេចក្តីស្រឡាញ់ពីឪពុកម្ដាយគឺគ្មានលក្ខខណ្ឌចំពោះកូនទាំងអស់ពួកយើងនឹងនៅជាមួយកូនជានិច្ចដើម្បីគាំទ្រនិងលើកទឹកចិត្តដល់កូនទាំងអស់ម្យ៉ាងវិញទៀតកូនត្រូវបន្តខិតខំប្រឹងប្រែងធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សមានប្រយោជន៍សម្រាប់សង្គមសហគមន៍និងប្រទេសជាតិទៅថ្ងៃខាងមុខក្នុងនាមតំណាងឲ្យឪពុកម្ដាយសិស្សានុសិស្សខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់ទទួលបានជោគជ័យក្នុងការសិក្សានិងមានអនាគតរុងរឿងទៅថ្ងៃអនាគតអ្វីទាំងអស់នេះមិនអាចកើតឡើងបានទេបើគ្មានការបដិញ្ញាចិត្តនិងការខិតខំប្រឹងប្រែងជាយូរឆ្នាំពីសំណាក់គណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនៃសាលា AIS អ្នកទាំងអស់មិនត្រឹមតែបង្រៀនចំណេះដឹងប៉ុណ្ណោះទេប៉ុន្តែបានបណ្ដុះបណ្ដាលគុណធម៌និងតម្លៃសង្គមដ៏ល្អឥតខ្ចោះសម្រាប់កូនរបស់យើងផងដែរខ្ញុំមានសេចក្តីអំណរយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពនិងគម្រោងជាច្រើនតែកូនរបស់ខ្ញុំអុកច័ន្ទលីសានិងក្រុមប្រឹក្សាសិស្សបានអនុវត្តកន្លងមកសូមបងប្អូនទាំងអស់រក្សានៅទំនាក់ទំនងនិងបន្តស្រឡាញ់រាប់អានគ្នានិងចងចាំគ្នាទៅវិញទៅមកនៅក្នុងបេះដូងចាប់ពីថ្ងៃនេះរហូតទៅដល់ថ្ងៃអនាគត